កម្លាំងសមត្ថកិច្ចចម្រុះស្រុកសំពៅលូនបង្ក្រាបក្រុមជនជាតិថៃលួចឆ្លងដែនខុសច្បាប់ទាំងយប់អាត្រៀននៅច្រកទ្វារអន្តរជាតិភ្នំដីខេត្តបាត់ដំបងក្រោមស្មារតីមោះមុននិងការបដិញ្ញាចិត្តខ្ពស់ក្នុងការការពារបូរណភាពទឹកដីកម្លាំងសមត្ថកិច្ចចម្រុះស្រុកសំពៅលូនបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុំដោយបានខលខ្លួនជនជាតិថៃចំនួន6នាក់ខណៈកំពុងព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងទឹកដីកម្ពុជាហេតុការណ៍នេះបានកាត់ឡើងនាវេលាម៉ោង 1:50 នាទីរំលងអាត្រៀនឈានចូលថ្ងៃទី 20 ខែមេសាឆ្នាំ 2026 ប្រតិបត្តិការដ៏ជោគជ័យនេះត្រូវបានដឹកនាំដោយផ្ទាល់ដោយលោកវរៈសេនីយ៍ត្រីប៊ុនវឌ្ឍនៈប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃ BLO ច្រកទ្វារអន្តរជាតិភ្នំដីគីឡូ 13 ភាពជោគជ័យនេះគឺជាផ្លែផ្កានៃកិច្ចសហការយ៉ាងជិតស្និទ្ធនិងស៊ីចង្វាក់គ្នារវាងកងកម្លាំងចម្រុះរួមមានកងពលតូចថ្មើរជើងលេខ 53 សឹករងស្រុកសំពៅលូនវរៈសេនាធំលេខ 551 ជាលទ្ធផលនៃការរឹតបន្តឹងសន្តិសុខសមត្ថកិច្ចបានខកខ្លួនជនជាតិថៃចំនួន 6 នាក់ស្រី 1 នាក់ដែលមានឈ្មោះដូចខាងក្រោម 1 តាណាណាន់ម៉ាភ្លៀន 2 ធីទីកានម៉ុងពីន 3 បូរណានយ៉ៃសាំវង 4 គិតទីពងវាំងប៉ាងណា 5 ថាវ៉ាន់ភិភេងនិង 6 ភូវដុលនុនខំផៃយោងតាមការស៊ើបអង្កេតបឋមក្រុមជនសង្ស័យទាំងនេះត្រូវបានដឹកតាមរថយន្តទំនើបមួយគ្រឿងម៉ាក Toyota Avan ពណ៌ខ្មៅចេញពីក្រុងប៉ោយប៉ែនរួចយកមកទម្លាក់ចោលនៅចំណុចភូមិសាស្ត្រគីឡូ 13 TV 144 79 86 464 ក្នុងឃុំសន្តិភាពស្រុកសំពៅលូនដើម្បីបន្តសកម្មភាពលួចឆ្លងដែនប៉ុន្តែត្រូវបានជាប់អន្ទាក់កម្លាំងជំនាញដែលកំពុងយាមល្បាតយ៉ាងសកម្មមោទនភាពជាតិប្រតិបត្តិការនេះមិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេប៉ុន្តែគឺជាការស្ដែងឲ្យឃើញពីខែលការពារសន្តិសុខរឹងមាំរបស់កងកម្លាំងយើងទោះបីស្ថិតនៅក្នុងភាពងងឹតនៃរាត្រីនិងការលំបាកយ៉ាងណាក៏ដោយចុះក៏កងកម្លាំងសមត្ថកិច្ចនៅតែឈរជើងយ៉ាងរឹងមាំបង្ហាញពីភាពវៃឆ្លាតនិងការលះបង់ខ្ពស់ដើម្បីរក្សាសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែនជូនជាតិមាតុភូមិបច្ចុប្បន្នជនជាតិថៃទាំង6នាក់ត្រូវបានបញ្ជូនទៅកាន់នគរបាលអន្តោប្រវេសន៍ច្រកភ្នំដីដើម្បីបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុតអត្ថបទដោយលោកមុតចត្រាប្រមាញ់ជ័យដែន